អ្នកជួលមិនចាប់មកចាប់អ្នកស៊ីឈ្នួលបងប្អូនដូចបានឃើញនេះគឺជាប្រជាពលរដ្ឋគាត់គឺជាអ្នកប្រកបមុខរបរអាជីវកម្មហៅថាឡានស្ទូចដើរស្ទូចតំណែងដើរស្ទូចរបស់របរផ្សេងៗណាថ្ងៃមួយក៏មានដេញអតិថិជនរបស់គាត់ពីរអ្នកជិះម៉ូតូមកធ្វើការហៅគាត់ឲ្យធ្វើការទៅជួយស្ទូចទូកុងតឺន័រដល់ពេលគាត់ទៅស្ទូចទៅបានលើកដាក់ដល់រថយន្តបានមួយផ្លែតស្រាប់តែដេញម្ចាស់ទូគេមែនតើមកដល់ហៅសមត្ថកិច្ចមកពូហើយហៅនឹងគឺលឿនមែនតើអត់ដល់1ម៉ោងទេសមត្ថកិច្ចមកដល់កន្លែងទីតាំងការហៅតែម្ដងនៅដីវាបងនៅដីវាដីទុកចោលហើយដីទូទុកចោលទូទុកចោលបងនោះមានរបស់សំខាន់នៅក្នុងនោះទេបងដឹងថាមានស្អីខ្លះទេបងដូចគ្មានបងនៅតែចំហទុកចោលហ្នឹងស៊ីឈ្នួលនៅក្នុងការដើរស្ទូចឲ្យគេវាមិនខុសអីពីម៉ូតូដុបឬមួយកង់3តែកាលណាមានអតិថិជនហៅទៅត្រូវតែទៅហើយតែកាលណាចរចានៅតម្លៃត្រូវគាត់ដូចគ្នាគាត់មានអតិថិជននៅក្នុងការចរចានៅតម្លៃដើម្បីធ្វើការទៅស្ទូចនៅទូកុងតឺន័រមួយគាត់អត់ដឹងថាតើទូហ្នឹងជារបស់ណាគាត់ដឹងថាអ្នកមកហៅហើយជារបស់គាត់ហើយបានគាត់ធ្វើការឡើងរថយន្តស្ទូចហ្នឹងទៅធ្វើការដឹកស្ទូចប៉ុន្តែស្ទូចដាក់លើរថយន្តបានត្រឹមតែប្រហែលនេះទេស្រាប់តែម្ចាស់គេពិតប្រាកដហ្នឹងបានមកដល់ហើយពេលបានមកដល់ស្រាប់តែនាំសមត្ថកិច្ចលោកមកដល់តាមក្រោយដែរហើយបែរជាអ្នកដែលជួលមកចាប់អ្នកស៊ីឈ្នួលហើយអ្នកជួលហ្នឹងបានវាមកសន្ទុះធំបានរត់គេចចេញពីកន្លែងកើតហេតុសាប៊ូកក់សក់ Star Care នាំចូលពីប្រទេសអង់គ្លេសផ្កាឈូកព្យាបាលសក់ខូចពណ៌ខៀវព្យាបាលសក់ឡើងប្រេងពណ៌លឿងព្យាបាលសក់អង្គែពណ៌ស្វាយព្យាបាលសក់ជ្រុះទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់សូមសនុំពរដល់បងប្អូនមហាជនទាំងអស់ដែលរស់នៅក្នុងស្រុកខ្មែរសូមជួយរកយុត្តិធម៌ឲ្យបងខ្ញុំផងបងខ្ញុំកំសត់ណាបងខ្ញុំក៏ស៊ីឈ្នួលគេដែរហើយគាត់ក៏អត់មានបំណងទៅលួចនឹងទ្រព្យសម្បត្តិគេដែរបងប្អូនសូមបងប្អូនជួយរកយុត្តិធម៌ទាំងអស់ឲ្យបងប្អូនដែលរស់ស៊ីឡានស្ទូចហ្នឹងកុំឲ្យមានជួបរឿងអយុត្តិធម៌ដូចបងខ្ញុំជួលមករាល់ការគេជួលបាយឲ្យទៅធ្វើការស្ទូចរបស់អីមួយតើបាយមានត្រូវធ្វើលិខិតស្នាមអីជាមួយនឹងគេអត់ឬក៏យើងធ្វើលក្ខណៈបែបដូចម៉ូតូដុបដូចកង់3អត់ទេបងនិយាយរំគឺសំខាន់គឺយើងគាត់តែចរចាគ្នាតម្លៃត្រឹមត្រូវយកមានសម្បត្តិអីទេបងតែម៉ូតូដុបកង់3ហៅទៅដល់ណាមកយកប្រមាណដាក់ស្អីអញ្ចឹងណាបាទអត់ចាំបាច់លិខិតស្នាមអីចឹងទេហ្នឹងហើយបងហ្នឹងហើយពេលចាប់ព្រាមហ្នឹងខាងគ្រូសាខាងនេះការដោះស្រាយជាមួយវាពីម្ខាងដោះស្រាយអត់ព្រមយ៉ាងម៉េចគាត់ចង់បានយ៉ាងម៉េចគាត់ចង់បានមកដបងប៉ូលីសទេទៅសុំសំណងពីខាងខ្ញុំហ្នឹងគាត់គំរាមថាចេះសុំសំណងហ្នឹង2005ដល់ពេលខ្ញុំអត់តកាច់ថាអញ្ចឹងឬមិនគាត់ណាតកាច់បងសមត្ថកិច្ចខ្ញុំតែមកប្តីខ្ញុំហ្នឹងសមត្ថកិច្ចគេឲ្យខ្ញុំជួបប្តីខ្ញុំហើយទៅមកទាសំណងឲ្យទៅពេលម៉ែខ្ញុំគាត់ជួបគាត់និយាយសម្រាប់សម្រួលគាត់ចេះបាត់ត្មងគាត់ឲ្យមាននិយាយជាមួយយើងទៀតទេសមត្ថកិច្ចតាក់ទងមកយើងទាសំណងប្រហែលវិញសំណងហ្នឹងគេថាម្ចាស់កុងតឺន័រទា2005បងហើយតែខ្ញុំសម្រាប់ខ្ញុំប៉ូលីសខ្ញុំចាស់កុងតឺន័រគេទា2500ទៅមកម៉ែខ្ញុំហ្នឹងគាត់និយាយសម្រាប់សម្រួលមួយគាត់ចេះបាត់ត្មងគាត់ឲ្យមាននិយាយជាមួយយើងទៀតទេបងមានន័យថាក្នុងទូកុងតឺន័រហ្នឹងក៏អត់មានអីដែរទូកុងតឺន័រក៏អត់បានបាត់ដែរប៉ុន្តែគេទាសំណងជំងឺចិត្តតែគេចោទយើងថាយើងហ្នឹងបំរុងលួចរបស់គេហ្នឹងហើយតែយើងនេះជាជនរងគ្រោះទៅបានគេជួលទេចាបងចាឥឡូវនេះគេចាប់យើងដាក់ពន្ធនាគារព្រៃសរហើយចាបងបានបាត់ចេញទេក៏មកកម្រងរបស់យើងបានស្ទូចដាក់លើរថយន្តបាទក៏យើងបានស្ទូចហើយស្ទូចឡើងហើយតែគាត់បានមកប្រាប់ភ្លាមថាមិនមែនជាបោះបុគ្គលម្នាក់ហ្នឹងមានបុគ្គលមួយទៀតជាម្ចាស់អញ្ចឹងក៏យើងក៏តម្លាក់ចុះវិញបាទអត់បានបើកចេញពីកន្លែងហ្នឹងហើយក៏យើងអត់បានបើកអត់បានដឹកចេញទេយើងមិនបានប្រាប់ហេតុផលទៅគាត់អត់ថាខ្ញុំជាអ្នកស៊ីឈ្នួលស្ទូចទេគេជួលខ្ញុំមកទេយើងមិនបានប្រាប់អញ្ចឹងអត់គេចោទយើងថាម៉េចគាត់បានប្រាប់ដាក់ជួលមិនដែរហើយគាត់បានប្រាប់ទៅគាត់ហើយថាបុគ្គលម្នាក់នោះអ្នកជួលគាត់មកម្នាក់ឲ្យក្រហមតែវារត់ចូលព្រៃហ្នឹងថាហ្នឹងវាអត់ទាន់រត់ទេគាត់ថាវាដឹងខ្លួនវាចាប់ដើមជាយាមរត់អាមួយទៀតវាជិះម៉ូតូចេញអាម៉ូតូមួយទៀតវាជិះចេញហើយនៅតែមួយហ្នឹងវាជាយាមរត់ចូលក្នុងព្រៃតែសមត្ថកិច្ចគាត់ថាចាប់មិនបានអញ្ចឹងវាចំណុចដែលខ្ញុំវាមិនអស់ចិត្តគាត់ថាចាប់អាបុគ្គលហ្នឹងវាមិនបានអ្វីដែលវាយឆ្ងល់ហ្នឹងអ្នកដែលជួលមិនចាប់មកចាប់អ្នកស៊ីឈ្នួលបាទឥឡូវអ្នកស៊ីឈ្នួលហ្នឹងទៅដល់ណាហើយគេសមត្ថកិច្ចជួលទៅណាទៅដល់តុលាការឥឡូវតុលាការសម្រេចឲ្យទៅឃុំខ្លួនបដាសាននៅខាងព្រៃសរបាទហើយចូលទៅក្នុងថ្ងៃហ្នឹងតែម្ដងចឹងវាពេលបដងវាអត់ទាន់មកដល់នៅភ្លាមទេពេលបដងគេមកទឹមធ្វើនៅថ្ងៃពូនហ្នឹងហើយមនុស្សចាប់តាំងថ្ងៃមួយពេលបដងឃើញគេធ្វើហ្នឹងខ្ញុំសុំសួរកាត់របស់លោកបន្តិចពេលដែលចាប់បងប្អូនខាងបងប៉ូលីសប្រហែលអ្នកមកធ្វើការចាប់ខ្លួនប៉ូលីសដូចជា3ទៅ4នាក់បងតែចង់និយាយថាពេលមកចាប់ហ្នឹងគឺអត់ចាប់នៅទីតាំងហ្នឹងទេចង់និយាយថាពេលដែលយើងតម្លាក់ទូហើយគឺបងខ្ញុំចេញមកធម្មតាដោយសារប្រាប់អីហ្នឹងថាខ្ញុំគេជួលមកទេបាទយើងបើកឡានមកធម្មតាទេហើយឲ្យយើងបើកមកធម្មតាគេចាប់យើងនៅពេលណាគេមកចាប់នៅមុខប្រហែលនៅអាកែងវងមូល3ទី4នេះបាទកន្លែងទីតាំងដែលថតហ្នឹងបាទតែពេលហ្នឹងយើងតម្លាក់ខ្លួនទៅវិញហើយពេលដែលយើងដឹកថាផងម្ចាស់បាទតម្លាក់ទៅភ្លាមហ្នឹងហើយបានយើងបើកមកតាឡានទៅទេដល់យើងបានបញ្ជាក់ប្រាប់គាត់ហើយថាគាត់ស៊ីឈ្នួលមកដឹកឲ្យគេទេបុគ្គលម្នាក់នោះអ្នកជួលគាត់ទាំងដែលរថយន្តរបស់យើងនៅកញ្ចក់ពីមុនដាក់ឋានរថយន្តជួលបាទលើកណាក៏ដាក់រថយន្តជួលដែរអញ្ចឹងខ្ញុំក៏ព្យាយាមទៅសម្របសម្រួលមួយគាត់ហើយនឹងបានចរចាមួយគាត់តាមដែលសំណុំពររបស់អន្តការលោកអន្តការហ្នឹងគាត់បានបញ្យល់ថាឲ្យព្យាយាមសម្របសម្រួលមួយម្ចាស់ទូកណ្ដាលខ្ញុំក៏បានធ្វើតាមគាត់ហើយដោយទាំងដែលម្ចាស់ទូហ្នឹងគាត់មិនទាន់ទៅដល់ទេខ្ញុំក៏ទៅដល់មុនអញ្ចឹងហើយខ្ញុំក៏រងចាំគាត់បន្ទាប់មកគាត់ទៅដល់ម៉ោង8:15នាទី8:15នាទីពេលល្ងាចហ្នឹងគាត់ទៅដល់គាត់ឈប់ឡាននៅមុខអាកាសដ្ឋានហ្នឹងហើយគាត់ចុះមកគាត់អត់មានទីមួយយើងទេយើងទៅសុំ
ផ្ទះរៀបសួរគាត់គាត់អត់និយាយមួយយើងដែរគឺគាត់គិតតែពី live video គិតតែពី live video ហើយគាត់ទៅរករឿងជាមួយនឹងអត្តការរងក្នុងទេថាហេតុអីក៏បញ្ជូនសំណុំរឿងឡើងដល់លើមិនទុកឲ្យខាងអាឡោដោះស្រាយអាឡោណាអសមត្ថភាពដោះស្រាយរឿងប៉ុណ្ណឹងមែនបានបញ្ជូនឡើងដល់លើចឹងហើយគាត់ឡាំប៉ាគាត់អត់និយាយច្រើនគាត់ថាសំណុំរឿងអីគាត់ដាក់នៅប៉ុស្តិ៍ឲ្យគាត់អត់ត្រូវការនិយាយអីមួយយើងដែលជាអ្នកដែលជាជនរងគ្រោះដូចគ្នាដើម្បីសម្របសម្រួលគាត់អត់មាននិយាយអីជាមួយយើងវាធ្វើឲ្យយើងពិបាកបន្ទាប់មកសំណុំរឿងហ្នឹងក៏បញ្ជូនខ្លះឡើងមកដល់តុលាការទាំងដែលមិនទាន់បានចរចាគ្នាអីត្រូវទាន់បាននេះផងមិនទាន់បាននិយាយយើងនិយាយដំបូងហើយគេដាក់ប្រឡូកនៃពលិនៃការចរចាយើងដែរប៉ុន្តែគេដាក់នៅសំណងចំនួន 2500 យើងមានព្រមព្រៀងនៅក្នុងលក្ខខណ្ឌហ្នឹងអត់ឬមួយក៏យ៉ាងណាយើងដំបូងឡើយគឺយើងគិតថាមកសម្របសម្រួលមួយគាត់ហ្នឹងដើម្បីសូមចរចាដោយសារយើងគ្រួសារសិទ្ធិអ្នកអត់ដើម្បីគិតថាឲ្យគាត់ហ្នឹងបទូបថយខ្លះដើម្បីសូមជួបគាត់ហ្នឹងដើម្បីឲ្យគាត់បទូបថយខ្លះអញ្ចឹងដើម្បីបញ្ចប់រឿងចឹងកុំឲ្យវាវែងឆ្ងាយតែយើងអត់ទាន់បានជួបគាត់ទេក៏គេបញ្ជូនលេងបងប្អូនបងឡើងទៅលើទៅមកបាទអត់ទាន់បានជួបគាត់ទៅដល់គឺគាត់មិនជួបមួយយើងអត់ជួបយើងទៀតបងប្អូនដូចបានជម្រាបអញ្ចឹងសាច់រឿងនេះមានន័យថាគាត់គឺជាភាគីមួយដែលជាម្ចាស់ឡានស្ទូចហើយនឹងអ្នកបើកឡានស្ទូចណាស៊ីឈ្នួលនៅក្នុងការដើរស្ទូចឲ្យគេវាមិនខុសអីពីម៉ូតូដប់ឬមួយកង់3តែកាលណាមានអតិថិជនហៅទៅត្រូវតែទៅតែកាលណាចរចានៅតម្លៃត្រូវគាត់ដូចគ្នាគាត់មានអតិថិជននៅក្នុងការចរចានៅតម្លៃដើម្បីធ្វើការទៅស្ទូចនៅទូកុងតឺន័រមួយគាត់អត់ដឹងថាតើទូហ្នឹងជាបងណាគាត់ដឹងថាអ្នកមហាហើយជារបស់គាត់ហើយបានគាត់ធ្វើការឡើងរថយន្តស្ទូចហ្នឹងធ្វើការដឹកស្ទូចប៉ុន្តែស្ទូចដាក់លើរថយន្តបានត្រឹមតែប្រហែលនេះទេស្រាប់តែម្ចាស់គេពិតប្រាកដហ្នឹងបានមកដល់ហើយពេលបានមកដល់ស្រាប់តែនាំសមត្ថកិច្ចលោកមកដល់តាមក្រោយដែរហើយបែរជាអ្នកដែលជួលមកចាប់អ្នកស៊ីឈ្នួលហើយអ្នកជួលហ្នឹងបានវាមកសន្ទុះធំបានរត់ចេញពីកន្លែងកាត់ហេតុជាក់ស្ដែងបន្ទាប់ពីបានចាប់ខ្លួនគាត់រួចឃើញថាមានសមត្ថកិច្ចគាត់បានតំណែងដល់ដំណឹងដែរសូមឲ្យជួយឲ្យនៅគេហៅថាជំងឺចិត្តសងសំណងណាចំនួន$2500បញ្ជាក់ទូកុងតឺន័រនោះអត់បានបាត់ទេហើយទូកុងតឺន័រនោះក៏មិនមានរបស់សំខាន់ណានៅក្នុងនោះដែរនេះបើតាមអ្វីដែលគាត់លើកឡើងប្រាប់ប៉ុន្តែគេទាមទារសំណង$2500ក្នុងនាមគាត់ជាគ្រួសារដែលខ្វះខាតធម្មតាគាត់រកស៊ីដើម្បីបង់ធនាគារអីផ្សេងគាត់គង់ជីវភាពហើយដល់ពេល$2500វាច្រើនខ្លាំងមែនទែនសម្រាប់ពួកគាត់ក៏សុំបើកនឹងការចរចាមួយប៉ុន្តែជាក់ស្ដែងនៅពេលដែលជួបម្ចាស់កុងតឺន័រទូកុងតឺន័រជាក់ស្ដែងគេអត់និយាយជាមួយគាត់ទេគេបានដេញព្យាយាមអត់និយាយយកទៅប្រកកិច្ចការងារឥឡូវនេះគេថាអ្នកដែលបើកឡានស្ទូចត្រូវបានដេញបញ្ជូនដល់តុលាការបញ្ជូនទៅបៃសរហើយប្រដាប់សិនរងចាំនីតិវិធីនឹងដំណោះស្រាយបន្តឥឡូវបងប្អូនជួយគិតមើលក្នុងនាមគាត់គេហៅថាលក្ខណៈដូចថារកស៊ីសាធារណៈណាពួកគាត់ជាអ្នកជួលរថយន្តដូចខ្ញុំបានបញ្ជាក់អញ្ចឹងមិនខុសអីពីកង់3ឬម៉ូតូដប់ទេគណៈគេហៅគេឲ្យតម្លៃត្រូវទៅហ៎ដប់ហីប៉ុន្តែដល់ពេលដប់ទៅវាប៉ះចាំមិនដេញអញ្ចឹងគេចោទថាពីបត់គេហៅថាសំគំនិតជាមួយនឹងចោលលួចរបស់គេប៉ុន្តែអត់ទាន់បានលួចទេហើយគេថាកន្លែងដែលទូកុងតឺន័រគេហ្នឹងមានឃ្លាំងអីត្រឹមត្រូវអ្នកយាមត្រឹមត្រូវតែជាក់ស្ដែងបងប្រុសគាត់លើកឡើងមកថាមានមកពីណាកន្លែងដីវាលហោឡែវហ្នឹងហើយទូកុងតឺន័រហ្នឹងមិនដឹងទុកចោលតាំងពីពេលណានេះបើតាមអ្វីដែលគាត់សួរប្រជាពលរដ្ឋនៅទីតាំងនោះក្នុងនាមគាត់ជាអ្នកដែលគេហៅថាស៊ីឈ្នួលណាវាមិនខុសអីពីម៉ូតូដប់កង់3ទេបងអើយតែកណាគេហៅទៅត្រូវតម្លៃទៅហើយបើមិនជាមិនត្រូវតម្លៃមិនទៅនឹងឯងគាត់មានទៅលិខិតស្នាមលីលាក់អសឬមួយក៏បញ្ជាក់សុំមើលក្តារស្នាមហើយទាំងរបស់អ្នកឯងអត់អីអត់គាត់មានអីទៅមានសិទ្ធិអីទៅធ្វើអញ្ចឹងព្រោះគាត់ជាអ្នកគេហៅថាអ្នកដឹកជញ្ជូនណាគាត់មានកាតព្វកិច្ចតែប៉ុណ្្នឹងឯងបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះសាច់រឿងទាំងប្រហែលខ្ញុំបានបញ្ជាក់ជូនបងប្អូនហើយក៏បានសម្ភាសលំអិតជាមួយនឹងគាត់ដែរអញ្ចឹងសង្ឃឹមថាខាងច្បាប់នឹងអាចជួយសម្របសម្រួលជុំវិញករណីនេះជូនគាត់ផងដែរបងប្អូនជាទីមេត្រីខ្ញុំបាទមានសារៈមរហ័សថ្មីត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះខ្ញុំបាទមានសារៈរួមជាមួយក្រុមការងារក៏សូមអរគុណនិងសូមគោរពលា